អាធំដុំកំពុនម្នាក់នោះចាប់របួយកូឡាក្បាលខុនជាប់រួចហើយវាក៏ច្របាច់មួយក្បាច់ធ្វើឲ្យដៃឆ្វេងរបស់ខុនឡើងប៉ោងភ្លាមហើយក៏ប្រែជាមានសាច់ដុំកំពុនឡើងកប់សេរីដោយសារតែអាខុនវាខ្លួនស្គមដូចកំពឹសទម្ងន់ដៃនឹងធ្វើឲ្យវាដួលខ្ទប់ទៅនឹងដីភ្លាមតែអាដុំកំពុននោះនៅតែបន្តនិយាយទៀតថាអ្នកអាឡអិតកុំភ័យអីណាបន្តិចទៀតបងនឹងធ្វើឲ្យអូនឯងល្អឥតខ្ចោះហ្មងឃើញដៃអាធំនោះលុកមកទៀតខុនក៏ខំប្រឹងក្រោកឈរឡើងរួចហើយអបដៃអាសាច់ដុំនឹងរត់ប្រាស់អាយុយកតែម្ដងតែដោយសារដៃវាធ្ងន់ពេកធ្វើឲ្យខុនដួលដាំដុំទៅលើសម្ភារហាត់ប្រាណវាក៏ពួននៅពីក្រោយសម្ភារទាំងនោះទាំងខ្លួនញ័រត្រើតមិនហ៊ានសំបីតែដកដង្ហើមខ្លាំងតែអ្វីដែលនឹកស្មានមិនដល់នោះគឺវាមកលេចមុខនៅពីក្រោយខ្នងរបស់វាបាត់ទៅហើយវាចាប់ក្របួចអាខុនមុនគេរួចហើយក៏ច្របាច់មួយទំហឹងស្មារបស់អាខុនក៏ចាប់ដើមឡើងប៉ោងយ៉ាងលឿនមួយប៉បរិចភ្នែកសាច់ដុំឡើងណែនក្រិតតែម្ដងខុនខឹងឡើងញ័រដាំទ្រូងវាចង់ដើរអាសាច់ដុំនឹងមួយដៃឲ្យហោះតែដោយសារជើងទាំងពីររបស់វាស្គមពេកចុងក្រោយខុនមានតែដួលទៅលើដីទាំងអស់កម្លាំងក្រឡេកមើលជើងដ៏ទន់ជ្រាយរបស់ខុនអាសាច់ដុំធំនោះក៏ចាប់យកវាឡើងលើម្ដងទៀតខុនខំប្រឹងអង្គរសុំជីវិតតែអាសាច់ដុំនោះកំពុងតែឡើងឈាមខ្លាំងហើយឃើញវាយកដៃចង្អុលមួយទំហឹងពោះរបស់ខុនក៏ឡើងសាច់ដុំកោះមកបន្ទាប់មកក៏ចង្អុលទៅជើងទាំងពីរនិងចុងក្រោយគឺបាតជើងក្រោយពេលកែច្នៃរួចរាល់ទេអាសាច់ដុំធំក៏ក្រវែងខុនចោលទៅលើដីដោយសារតែសាច់ដុំនៅតែបន្តរីកធំរាល់វិនាទីធ្វើឲ្យខុនឈឺចាប់សឹងតែស្លាប់មិនទាន់បានប៉ុន្មានផងអាខុនក៏បានប្រែខ្លួនទៅជាអ្នកលេងសាច់ដុំម្នាក់ដែរតែវាមិនត្រឹមតែមិនសប្បាយចិត្តទេថែមទាំងស្រក់ទឹកភ្នែកទាំងការឈឺចាប់ទៀតព្រោះតែខ្លួនវាប្រែជាបែបហ្នឹងច្បាស់ជាមានស្រីរាប់រយនាក់មករុំស្រឡាញ់វាជាក់ជាមិនខាន